នៅក្នុងកម្មវិធីទស្សន៍ទាយគូស្រករនៅថ្ងៃនេះខ្ញុំសូមលើកយកតាស្រីឆ្នាំថោះខេតឈើពងមនុស្សស្រីនិងប្រុសឆ្នាំមមេធាតុភ្លើងពងទេវតាស្រីបានគ្នាជាប្តីប្រពន្ធល្អដែរឬទេការទស្សន៍ទាយឆ្នាំទាំងពីរនោះគឺសម្រាប់អ្នកដែលកំពុងរកគូស្រករក៏ត្រូវអ្នកមានប្តីប្រពន្ធហើយក៏ត្រូវដូច្នេះបើឆ្នាំថោះនិងឆ្នាំមមីបានគ្នាជាប្តីប្រពន្ធល្អមធ្យមអ្នកទាំងពីររស់នៅជាមួយគ្នាច្រើនឆ្លោះប្រកែកគ្នាបន្តិចចាប់ពីបានកូនមួយទៅហើយបើត្រូវប្រត់គ្នាគឺបែកគ្នាមួយរយៈក្រោយមកទៅជួបគ្នាវិញអ្នកទាំងពីរធ្វើអ្វីច្រើនអាងរៀងខ្លួននិងមិនចាំបាច់សួរយោបល់គ្នាទេបើឆ្នាំទាំងពីរនោះបានគ្នាជាប្តីប្រពន្ធហើយរួមសុខរួមទុក្ខជាមួយគ្នាក៏ទទួលបាននៅសំណាង6យ៉ាងនៅក្នុងការរស់នៅជាមួយគ្នាផងដែរដែលសំណាងនីមួយៗត្រូវបែងចែកទៅតាមប្រភេទរបស់វាមួយនោះគឺសំណាងទី1ទឹកចិត្តរបស់ឪពុកក្មេកម្ដាយក្មេកមាន2ប្រភេទប្រភេទទី1បានឪពុកក្មេកម្ដាយក្មេកស្លូតស្រឡាញ់កូនចៅចិត្តបាននឹងកូនប្រសាប្រភេទទី2បានឪពុកក្មេកម្ដាយក្មេកកាចរញ៉ាំរញ៉ូវច្រើនចង់បានតែពីកូនចិត្តមិនសូវបានជាមួយនឹងកូនប្រសាសំណាងទី2គឺសំណាងដោយសារប្តីប្រពន្ធមាន3ប្រភេទប្រភេទទី1បានប្តីប្រពន្ធជាអ្នកមានឬអ្នកធ្វើការធំប្រភេទទី2បានប្តីប្រពន្ធជាអ្នកមានទ្រព្យធនមធ្យមឬប្រហាក់ប្រហែលនឹងខ្លួនអ្នកប្រភេទទី3បានប្តីប្រពន្ធជាអ្នកមានទ្រព្យធនក្រោមមធ្យមឬអន់ជាងខ្លួនអ្នកសំណាងទី3គឺទឹកចិត្តប្តីប្រពន្ធមាន2ប្រភេទប្រភេទទី1បានប្តីប្រពន្ធស្លូតបូតចេះជួយយកអាសាគ្នាចេះឲ្យតម្លៃគ្នាចេះយកចិត្តគ្នាមួយខ្លាំងមួយខ្សោយស្មោះត្រង់នឹងគ្នានឹងចិត្តបានជាមួយឪពុកក្មេកម្ដាយក្មេកនិងបងប្អូនប្រភេទទី2បានប្តីប្រពន្ធកាចរអ៊ូច្រើនមានះឬជជែកមិនសូវចេះយកចិត្តគ្នាប្រច័ណ្ឌច្រើនធ្វើបាបចិត្តកូនប្រពន្ធខលនិងចិត្តមិនសូវបានជាមួយឪពុកក្មេកម្ដាយក្មេកនិងបងប្អូនសំណាងទី4គឺការទំនាក់ទំនងមាន3ប្រភេទប្រភេទទី1ពូកែទំនាក់ទំនងដូចជាពូកែយកចិត្តរាក់ទាក់រស់រាយមានប្រជាប្រិយភាពចូលចិត្តរាប់ញាតិស្គាល់អ្នកធំអ្នកតូចច្រើនពូកែនិយាយឬបានវោហារសាស្ត្រនិងមានសេចក្តីក្លាហានប្រភេទទី2ទំនាក់ទំនងមធ្យមដូចជាមានទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃតែមិនសូវស្និទ្ធចេះយកចិត្តគេតែមិនសូវស្និទ្ធមានញាតិច្រើនតែមិនសូវមានទំនាក់ទំនងល្អជាមួយនឹងគ្នានិងខ្វះសេចក្តីក្លាហានប្រភេទទី3ទំនាក់ទំនងខ្សោយដូចជាមិនខ្វល់ពីការបង្កើតទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃផ្សព្វញាតិខ្វះការទំនាក់ទំនងនិងអៀនច្រើនសំណាងទី5គឺសំពាយបុណ្យមាន3ប្រភេទប្រភេទទី1មានសំពាយបុណ្យខ្ពស់ប្រភេទទី2មានសំពាយបុណ្យមធ្យមនិងប្រភេទទី3មានសំពាយបុណ្យទាបសំណាងទី6គឺសុខភាពពីកំណើតមាន4ប្រភេទប្រភេទទី1បានប្តីប្រពន្ធមានសុខភាពល្អតាំងពីក្មេងរហូតដល់ចាស់ប្រភេទទី2បានប្តីប្រពន្ធឈឺច្រើនតាំងពីក្មេងរហូតដល់ចាស់ប្រភេទទី3បានប្តីប្រពន្ធមានសុខភាពល្អពីក្មេងតែដល់ចាស់មានជំងឺប្រចាំកាយនិងប្រភេទទី4បានប្តីប្រពន្ធឈឺច្រើនពីក្មេងតែដល់ចាស់មានសុខភាពល្អសូមអរគុណ